Sao mà ngay tiếp cho mày tốt của cha từ sắc và kèm không cóកំពុងស្ទាក់ស្ទើរមែនដោយសារតែអត់មានលុយគ្រប់គ្រាន់ឬចង់ទុកចំណាយលើអីផ្សេងទៀតបងឥឡូវនេះធនាគារ AC Lida មានដំណោះស្រាយដ៏ល្អមួយសម្រាប់បងនោះគឺ Không có là kiểu Hi សួស្តីនាងខ្ញុំហរតីរហស្សនាមកញ្ញា CEO Action ខ្ញុំសូមណែនាំសេវាកម្ចី BNPL Buy now pay later ដែលបងអាចស្នើកម្ចីបានទិញមុនហើយចាំទូទាត់ពេលក្រោយបងអាចទិញទំនិញឬក៏សម្ភារៈឧបករណ៍ឬក៏សេវាកម្មផ្សេងៗដែលមាននៅក្នុងបណ្ដាហាងគ្រប់ទាំងអស់ទូទាំងប្រទេសដែលមាន KHQR AC Lida បងអាចស្នើកម្ចីបានរហូតដល់ទៅ20លានរៀលឬក៏$5,000ក្នុងរយៈពេល18ខែដោយមិនមានការប្រាក់មិនត្រូវការទ្រព្យធានានិងមិនមានរៀបចំឯកសារអ្វីទាំងអស់ហើយមួយទៀតសហគមន៍អនុទានត្រឹមតែ 1% ក្នុងមួយខែនៃទំហំទឹកប្រាក់កម្ចីតែប៉ុណ្ណោះអញ្ចឹងនាងខ្ញុំនឹងប្រាប់អំពីលក្ខខណ្ឌលម្អិតនៃកម្ចី BNPL របស់ធនាគារ AC Lida លក្ខខណ្ឌទី1បងត្រូវមាន AC Super App ទី2ត្រូវមានគណនីធនាគារ AC Lida ដែលមានលេខ14ខ្ទង់ប៉ុន្តែបើសិនមានត្រឹមតែគណនី Wallet ដែលជាលេខទូរស័ព្ទសូមធ្វើការចុចបង្កើតជាមុនសិនទី3ត្រូវមានប្រតិបត្តិការចុងក្រោយយ៉ាងតិច6ខែដូចជាផ្ទេរប្រាក់បង់វិក័យប័ត្របញ្ចូលលេខទូរស័ព្ទឬក៏ scan តាម QR code ជាដើមហើយទី4ត្រូវមានអាយុយ៉ាងតិច18ឆ្នាំដែលមានឯកសារអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពដែលអាចប្រើប្រាស់បានហើយចុងក្រោយបងត្រូវមានប្រវត្តិកម្ចីដែលល្អអត់ធ្លាប់បង់យឺតហ្មងណាអញ្ចឹងបើសិនជាបងមានគ្រប់លក្ខខណ្ឌខាងលើនេះហើយបងអាចធ្វើតាមតែ4ជំហាននេះទៀតទេគឺបងអាចស្វែងកម្ចីបានជំហានទី1ដើម្បីអាចដឹងពីចំនួនកម្ចី BNPL បងគ្រាន់តែចូលទៅកាន់មេនុយប្រាក់កម្ចីហើយចុចលើមុខងារឥណទាន BNPL ហើយជំហានទី2បន្ទាប់ពីបងបានដឹងពីចំនួនប្រាក់កម្ចីហើយបងអាចធ្វើការ scan ទូទាត់ KHQR AC Lida ជាមួយកម្មវិធី AC Super App រួចបងជ្រើសរើសយកគណនីធនាគារដែលមិនមែនជាគណនីប្រាក់បៀវត្សឬក៏គណនី Wallet ដែលជាលេខទូរស័ព្ទទេណាបើសិនជាបងចង់ធ្វើការទូទាត់ scan ជាលុយរៀលអញ្ចឹងបងត្រូវជ្រើសរើសយកគណនីលុយរៀលបើសិនបងចង់ធ្វើការទូទាត់ scan ជាលុយដុល្លារអញ្ចឹងបងត្រូវជ្រើសយកគណនីលុយដុល្លារដូចគ្នារួចហើយបងបញ្ចូលទឹកប្រាក់ដែលបងត្រូវទូទាត់ទៅការទូទាត់នោះគឺចាប់ពី20,000រៀលឬ$50ឡើងទៅរួចបងចុចប៊ូតុងរំលោះបន្ទាប់មកចុចយកពាក្យបន្តចូលដល់ជំហានទី3បើសិនជាបងអត់ចង់ខ្ចី 100% ទេអញ្ចឹងបងអាចបញ្ចូលទឹកប្រាក់ផ្ទាល់ខ្លួនខ្លះដើម្បីចូលរួមក៏បានដែរណាបន្ទាប់មកទៀតបងអាចកំណត់រយៈពេលនៃការកម្ចីបានចាប់ពី1ខែរហូតដល់ទៅ18ខែហើយសហគមន៍ចំណាយលើការកម្ចីនិងចំនួនទឹកប្រាក់ត្រូវបង់ប្រចាំខែនឹងបង្ហាញជូនបងសូមបញ្ជាក់បងមួយទៀតថាបងត្រូវមានសាច់ប្រាក់នៅក្នុងគណនីឲ្យបានគ្រប់គ្រាន់សម្រាប់ការកាត់សហគមន៍ចំណាយលើការកម្ចីនិង CVC ដែរបន្ទាប់មកសូមបងចុចអានទៅលើកិច្ចព្រមព្រៀងនិងលក្ខខណ្ឌបើអូខេហើយសូមបងចុចយល់ព្រមហើយចុចយល់ព្រមម្ដងទៀតសូមបងផ្ទៀងទាត់ជាមួយនឹងព័ត៌មានឡើងវិញរួចចុចបញ្ជាក់នេះគឺជាការស្រេចហើយជំហានទី4សូមបងទាញយកតារាងបង់ប្រាក់ផងណាបងប្អូនទាំងអស់គ្នាអាចទាញយកនិងប្រើប្រាស់ AC Super App ឥឡូវនេះដើម្បីអាចទទួលបានកម្ចី BNPL កាន់តែងាយស្រួលសាមញ្ញអាចធ្វើឲ្យក្តីសម័យរបស់លោកអ្នកក្លាយជាការពិត AC Lida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត